nhưng mà em á cái say thế សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបានម្ដងទៀតនៅក្នុងវីដេអូថ្មីហើយនៅក្នុងវីដេអូនេះផងដែរគឺបងខ្ញុំក៏នាំទៅបេះឈូកបេះអំពិលជាមួយនឹងស្ដៅដើម្បីយកមកធ្វើញោមស្ដៅញ៉ាំផងដែរហើយចំពោះកន្លែងដែលត្រូវបេះហ្នឹងគឺយើងឆ្ងាយដែរអ្នកគ្នាហើយខ្ញុំអត់បានជិះម៉ូតូទៅទេដោយសារតែយើងអត់មានកន្លែងផ្ញើម៉ូតូអញ្ចឹងយើងត្រូវដើរទៅព្រោះជិះម៉ូតូទៅគឺអត់មានកន្លែងផ្ញើទេអញ្ចឹងពិបាកអត់មានអ្នកមើលហើយនេះមុននឹងយើងដើរទៅដល់កន្លែងយើងបេះឈូកបេះអីហ្នឹងគឺយើងចូលកន្លែងទី1សិនហើយទៅមើលអំពិលមាននេះគាត់ថាមានដើមអំពិលធំមួយដើមអំពិលហ្នឹងគឺមានគល់ឆ្ងាញ់ផ្អែមអញ្ចឹងណាហើយចំពោះសាឡេនវិញគឺខ្លាចគេរត់ចោលអ្នកគ្នាអញ្ចឹងខាងគ្នាប្រឹងរុកប្រៃបុកឈើបុកអីចេះទៅហើយខ្ញុំអត់បានបីគាត់ទេអ្នកគ្នាព្រោះយើងបីគាត់យូរចុកដៃអញ្ចឹងដល់គាត់រត់ខ្លះទៅបន្ទាប់ពីយើងដើរមកក្នុងតិចមកគឺយើងឆ្លាស់អ្នកគ្នានេះដល់កន្លែងហ្នឹងគឺគេធ្លាប់រស់នៅពីមុនមកអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងគឺគេជប់នៅហើយនេះដើមអំពិលយើងធំខ្លាំងមែនទែនហើយអំពិលនេះបងខ្ញុំថាអំពិលយើងផ្អែមអំពិលគួលចឹងទៅផ្អែមប៉ុន្តែខ្ញុំមកនេះគឺគាត់តែមើលសាកមើលទេព្រោះវាដើមធំដែរហើយក្រងមានអីអញ្ចឹងយកបានបេះទេយើងបានតែមើលអាទៀបយើងបេះបាន1 2 3ដែរហើយក៏អធិស្ឋានអ្នកនរគ្នាផងដែរការ voice over នេះប្រហែលជាឮសលេងរំខានខ្លះព្រោះដោយសារតែខ្ញុំអត់ទាន់មានឧបករណ៍គ្រប់គ្រាន់ក្នុងការធ្វើអញ្ចឹងដោយសារតែរៀនធ្វើវីដេអូដំបូងអញ្ចឹងអត់ទាន់មានឧបករណ៍គ្រប់គ្រាន់ទេព្រោះយើងអត់ទាន់មានលុយចំណាយក្នុងការទិញអញ្ចឹងណាហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែរដែលបានទស្សនាវីដេអូរបស់ខ្ញុំជួយចុច like ចុច follow ចុច subscribe អញ្ចឹងណាអញ្ចឹងអត់មានអីទេមានតែពាក្យថាអរគុណឥឡូវងាកមកមើលវីដេអូរបស់យើងវិញនេះដើមអំពិលហ្នឹងគឺធំខ្លាំងមែនទែននេះបងរបស់ខ្ញុំគាត់គប់គាត់មានពតហ្នឹងគាត់វាយធ្លាក់ទៀបបើចង់ដឹងថាអំពិលជូរឬក៏ផ្អែមចាំមើលវីដេអូដល់ចប់ vì này con em nhâm ngoại đô mày em mà style năng á anh trap anh quay pi bên này nhưng mà em á cái say thế em ơi mới thu một em ơi mà អញ្ចឹងមិនបានចាំខ្ញុំប្រាប់ទេថាអំពិលនឹងផ្អែមឬក៏ជូរមើលតែមុខអ្នកដែលញ៉ាំទៅគឺដឹងហើយនិយាយទៅម្ជូរនឹងវាមិនមែនជាផ្អែមខ្លាំងដូចតែម្ជូរផ្អែមរបស់យើងទេគឺវាផ្អែមគួរតិចតួចអញ្ចឹងណាវាគ្រាន់បានញ៉ាំបានតែបើទុំទៅគឺជូរដូចគ្នាទេអញ្ចឹងខ្ញុំមិនបាននៅឡើងបេះអីទេគឺយើងបន្តដំណើរទៅបេះឈូករបស់យើងហើយនេះកន្លែងទី2នេះគឺដើមអំពិលនេះឯងដែលខ្ញុំនឹងឡើងបេះនៅកន្លែងនេះយើងតំណងជាងអ្នកនរគ្នាអញ្ចឹងហើយក៏បេះនៅកន្លែងហ្នឹងប៉ុន្តែយើងតត្រឡប់មកវិញទើបយើងបេះយើងត្រឡប់មកពីបេះឈូកនៅកន្លែងនេះយើងតំណងឡើងជាងអ្នកនរគ្នាអញ្ចឹងហើយក៏ខ្ញុំសម្រេចចិត្តថាមកបេះនៅនឹងវិញហើយឥឡូវយើងបន្តដំណើរទៅមុខទៀតទៅបេះឈូករបស់យើងហើយនេះខ្ញុំមកដល់ផ្លូវនេះខ្ញុំចាំបងខ្ញុំសិនអញ្ចឹងដោយសារតែមេក្តៅបងខ្ញុំក៏ចូលទិញអីញ៉ាំទិញអីផឹកតកអញ្ចឹងណាបើស្ទីងមើលតែមុខសេឡែនទៅក៏ដឹងហើយគ្នាហត់រត់មួយថ្ងៃអីអញ្ចឹងបឹក3គ្នាម្ដងណាមួយគ្នាដើរទៅក្តៅជើងណាគ្នាដោយសារយើងដើរតាមផ្លូវហ្នឹងវាក្តៅដល់ពេលអញ្ចឹងគ្នារត់ទៅក៏ក្តៅជើងក៏លើក3គ្នាវិញបន្ទាប់ពីទិញរបស់ញ៉ាំហើយយើងក៏បន្តដំណើរទៅមុខទៀតហើយនេះអ្នកនរគ្នាគឺស្រះឈូកធំខ្លាំងមែនទែនស្រះឈូកនេះគឺធំល្វឹងល្វើយខ្លាំងមែនទែនហើយអ្នកនរគ្នាចង់បបកត្រីអាចទៅបបកបានព្រោះខ្ញុំឃើញគេទៅបបកត្រីបបអីចឹងណាប៉ុន្តែមេឃស្មាននេះយើងក្តៅតតែពេលល្ងាចបន្តិចប៉ុន្តែខ្ញុំអត់បានទៅស្រះឈូកធំហ្នឹងទេគឺខ្ញុំឡើងមកស្រះឈូកតូចព្រោះនៅនេះយើងមានដើមស្ដៅហ្មងចឹងបើយើងបេះឈូកហើយយើងទៅបេះស្ដៅតែម្ដងហើយបើមានឱកាសខ្ញុំនឹងទៅស្រះឈូកធំហ្នឹងតែម្ដងដើម្បីថតយកទស្សនភាពនៅនឹងឲ្យអ្នកនរគ្នាមើលហើយងាកមកស្រះឈូកដែលយើងធ្វើនឹងចុះបេះហ្នឹងវិញគឺមានផ្កាឈូកមានឈូកមានអីដែរអ្នកនរគ្នាប៉ុន្តែមានតិចអ្នកនរគ្នាដោយសារតែគេបេះអស់ហើយមានសត្វស៊ីណាមួយវាទុំអីចឹងណាហើយនេះផ្កាឈូកគឺស្រស់ស្អាតខ្លាំងមែនទែនពេលទៅនឹងអត់សូវមានផ្កាច្រើនទេមានតិចមានតែ1 2ទេដោយសារតែរដូវហ្នឹងមិនចំរដូវវាផ្កាស្រស់គ្នាណាអញ្ចឹងវានៅសល់1 2ហើយនេះបងមកខ្ញុំគាត់ទាញមកមើលតើវាអាចនឹងបេះបានអត់ប៉ុន្តែដូចជាបេះអត់បានទេដោយសារតែវាអត់មានគ្រាប់ហើយចៃដន្យអីនេះក៏មានដើមបទាធំដែរមាន2ទៅ3ដើមប៉ុន្តែយើងអត់បានបេះទេដោយសារតែបទ្រីអត់សូវមានហើយនេះគឺជាផ្កាឈូកដែលនឹងចេញរៀបនឹងចេញផ្លែដោយសារតែអស់ស្រទាប់វាគឺចេញផ្លែមកតែម្ដងពេលអញ្ចឹងគឺស្រស់ស្អាតខ្លាំងមែនទែនអ្នកនរគ្នាហើយនេះឈូកនេះគឺខ្ញុំអត់បានខាត់ទេគឺខ្ញុំទាញមកមើលទេដោយសារតែវាអត់ទាន់មានគ្រាប់ដែលអាចនឹងញ៉ាំបានអញ្ចឹងយើងក៏សម្រេចចិត្តថាអត់បេះវាទេទុកវានៅកន្លែងដដែលនៅពេលដែលយើងទៅលើក្រោយទៀតវានឹងអាចមានគ្រាប់សម្រាប់អាចនឹងញ៉ាំបានហើយមួយនេះក៏ដូចគ្នាដែរនិយាយទៅមានច្រើនគួរសមអ្នកនរគ្នាប៉ុន្តែវាអត់អាចនឹងញ៉ាំបានដោយសារវាទៅតែថ្មីវាអត់ទាន់មានសាច់ខ្ញុំឃើញឈូកថ្មីទៀតទេអញ្ចឹងយើងក៏សាកទាញមកមើលតើវាមិនអាចមានគ្រាប់ញ៉ាំបានអត់ប៉ុន្តែសម្រាប់សម្រួលទៅគឺអត់មានទេអ្នកនរគ្នាដោយសារតែវាទៅតែមានគ្រាប់តូចអត់មានសាច់ដល់ពេលអញ្ចឹងយើងក៏អត់បេះដែរពុំឲ្យថាស្ដាយយើងទៅបេះលើក្រោយទៀតអញ្ចឹងណាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូក្រោយគឺយើងទៅបេះអំពិលជាមួយនឹងបេះស្ដៅដើម្បីធ្វើញោមស្ដៅ